Hi, everybody. Nice to see you again. Now let's translate three more English idiom with me. And the first one means to try to do too much or something that is too difficult. To try to do too much or to try to do something that is too difficult. Idiom នេះគឺមានន័យថាយើងព្យាយាមធ្វើច្រើនពេកព្យាយាមធ្វើច្រើនពេកឬក៏យើងព្យាយាមធ្វើអ្វីមួយដែលវាពិបាកពេកអូខេចឹងអ៊ីឌីមដែលមានន័យថាអញ្ចឹងគឺមានន័យថាគឺមួយ ABS ន័យថា buy off more than you can chew ហេ buy off more than you can chew បើជាន័យត្រង់យើងខំលើសពីអ្វីដែលយើងអាចទំពាខំច្រើនជាងអ្វីដែលយើងអាចទំពាឬក៏ថត់ខំធំពេកអញ្ចឹងហើយយើងមិនអាចទំពាបានទេប៉ុន្តែបើជាន័យធៀបបានន័យថាយើងព្យាយាមធ្វើអ្វីហ្នឹងវាខ្លាំងពេកឬក៏យើងធ្វើអ្វីមួយនោះដែលវាពិបាកពេកសម្រាប់ខ្លួនយើងអញ្ចឹងណា and the next one mean to stop yourself from saying something that might upset somebody or cause an argument although you want to speak to stop yourself from saying something that might upset somebody or cause an argument although you want to speak បញ្ឈប់ខ្លួនរបស់អ្នកពីការនិយាយអ្វីមួយដែលទំនងជាឬប្រហែលជាធ្វើឲ្យនរណាម្នាក់អន់ចិត្ត if somebody upset somebody ធ្វើឲ្យនរណាម្នាក់អន់ចិត្តឬអាចបង្កឲ្យមានចំនួនឬក៏បង្កឲ្យមានការឆ្លោះប្រកែកគ្នាអ្វីត្បិតតែអ្នកចង់និយាយឬក៏ចង់ប្រាប់យ៉ាងណាក៏ដោយអូខេខ្ញុំសូមសម្រាយណាយើងសម្រាប់ចាប់ពីនេះវិញមក although ត្បិតតែអ្វីត្បិតតែអ្នកចង់និយាយយ៉ាងខ្លាំងចង់ប្រាប់នរណាម្នាក់ណាថាចេះចុះប៉ុន្តែយើងឈប់ខ្លួនយើងអត់ឲ្យនិយាយចឹងទេដោយសារយើងគិតថាប្រហែលជាវាអាចធ្វើឲ្យនរណាម្នាក់ហ្នឹងគាត់អន់ចិត្តឬក៏អាចថាបង្កឲ្យមានចំនួនអញ្ចឹងណាចឹង idiom ហ្នឹងអញ្ចឹងយើងអាចមើលឧទាហរណ៍នេះគឺថា I didn't believe her explanation but I bit my tongue អូខេចឹង bit នេះគឺជា past simple of bite my tongue ចឹង the correct idiom is bite my tongue វាជាន័យត្រង់ខំអណ្ដាតរបស់ខ្ញុំខំអណ្ដាតរបស់អ្នកជាន័យធៀបថាយើងអត់និយាយអីទេបើតែយើងចង់និយាយបើតែយើងអត់និយាយអីទេព្រោះខ្លាចថាវាធ្វើឲ្យនរណាម្នាក់អសពនឬក៏អន់ចិត្តអីណាចឹងទៅហើយឬក៏អាចថាឈានដល់ការមានចំនួនមានអីទៅ Okay and the last one is informal alcohol that you drink in order to make you feel better when you have drunk too much alcohol the night before. Informal alcohol that you drink in order to make you feel better when you have drunk too much alcohol the night before. ភាសានិយាយជាតិសូរ៉ាដែលអ្នកផឹកដើម្បីធ្វើឲ្យខ្លួនអ្នកមានអារម្មណ៍ប្រសើរឡើងវិញនៅពេលដែលអ្នកបានផឹកច្រើនពេកកាលពីយប់មុនកាលពីយប់មិញហ្នឹងណាចាំថាយើងផឹកស្រាហ្នឹងដើម្បីប្រសាទជាតិស្រាដែលយើងផឹកពីយប់មិញអូខេបានន័យថាthis one a hair of the dog that bit you អូខេឬក៏ the hair of the dog that bit you អូខេអញ្ចឹងជាន័យត្រង់បានន័យថាសក់រោមមួយសរសៃរបស់ឆ្កែដែលបានខំអ្នកអញ្ចឹងណាហើយអញ្ចឹងបើជាន័យធៀបអូខេអញ្ចឹងយើងផឹកយើងដកមេបន្តិចណាដើម្បីឲ្យយើងនឹងឈប់ស្វឹងឬក៏ស្វាងពីស្រាដែលយើងបានធ្វើពីផ្សំមិញហ្នឹងនិយាយទៅដកមេបន្តិចដើម្បីឲ្យស្វាងខ្លួនឯងអញ្ចឹងណាokay a hair of the dog that bit you we got the hair of the dog that bit you okay so that's it for today thank you so much I'll see you next time take care and goodbye